តាមរយៈព័ត៌មានពីមិត្តភ័ក្តិថ្មីនេះអន្ទង់សមុទ្រនៅសមុទ្រអេស៊ីបមានចំនួនច្រើនណាស់ឮថាក្បាលធំបំផុតគឺធំជាងផ្លូវរបស់ខ្ញុំទៅទៀតសំខាន់គឺថាអន្ទង់សមុទ្ររដូវនេះគឺឆ្ងាញ់បំផុតប្រចាំឆ្នាំពេលឮដំណឹងនេះតើខ្ញុំអាចរងចាំបានយ៉ាងម៉េចចៃដន្យអីខ្ញុំក៏កំពុងនៅម៉ារ៉ុកដែរវាមិនឆ្ងាយប៉ុន្មានទេពីអេស៊ីដូច្នេះខ្ញុំក៏ប្រញាប់ទិញសំបុត្រហើយឡើងយន្តហោះបន្ទាប់ពីហោះហើរអស់រយៈពេល5ម៉ោងទីបំផុតពីប្រទេសម៉ារ៉ុកខ្ញុំបានហោះមកដល់ទីក្រុងកេរដ្ឋធានីរបស់អេស៊ីបមិត្តភ័ក្តិឲ្យផែនការតាមមិនទាន់ការផ្លាស់ប្ដូរទេមិននឹកស្មានថាខ្ញុំមកដល់អេស៊ីបទៀតហើយប៉ុន្តែអន្ទង់សមុទ្រដែលធំជាងផ្លូវនេះមានតែនៅសមុទ្រក្រហមប៉ុណ្ណោះចម្ងាយពីទីក្រុងកេទៅសមុទ្រក្រហមគឺប្រហែលពី300គីឡូម៉ែត្រទៀតដូច្នេះខ្ញុំក៏ជួលរថយន្តប្រភេទ Off-road នេះដើម្បីទៅតាមពិតចង់ជួលឡានប៉ុង2តែថ្លៃពេកបានត្រឹមជួលឡានប៉ុងមួយនេះថ្លៃជួលមួយខែ8,000យន់រួមទាំងធានារ៉ាប់រងចេញដំណើរហើយមិត្តភ័ក្តិឲ្យយើងមកដល់ហើយនេះហើយសមុទ្រក្រហមក្នុងរឿងព្រេងការពិតកាលពី3ឆ្នាំមុនខ្ញុំធ្លាប់មកម្ដងហើយតែកន្លែងបែបនេះមក3ឬ4ដងក៏មិនបញ្ហាដែរស្អាតណាស់មើលចុះទីនោះមានទូកមួយទឹកមួយទៀតផ្ទៃសមុទ្រស្ងប់ស្ងាត់ល្អណាស់ឥឡូវអ្វីដែលខ្ញុំខ្វល់បំផុតគឺថាតើអន្ទង់សមុទ្រនៅណាអន្ទង់ធំឲ្យឯងនៅណាតាមឡើយគិតថានឹងចុះសមុទ្រតែមើលម៉ោងទៅម៉ោង5ជាងហើយចុះយ៉ាងម៉េចយកធុងនេះទៅរើខ្យងសមុទ្រវិញល្អជាងដើម្បីដោះស្រាយអាហារពេលល្ងាចសិនយប់ចាំទៅរកអន្ទង់ធំធនធាននៅសមុទ្រក្រហមមិនដែលធ្វើឲ្យយើងខកចិត្តទេហាត្រូវហើយពេញធុងមិត្តភ័ក្តិឲ្យមិនទាន់ចាប់ផ្ដើមរកស្រួលបួលផងក៏ឃើញរដីយ៉ាវហឺតូចមួយនេះជារដីយ៉ាវហឺកងឃ្យូមែនទេប្រហែលមិនមែនទេចិត្តងាប់បាត់ទៅហើយយកវាទៅញ៉ាំទៅល្អជាងយកហើយមិនញ៉ាំវាក៏គង់តែងាប់ដែរតោះទីនេះរកឃើញខ្យងទី1អូនេះគឺខ្យងបន្លាពេញខ្លួនសុទ្ធតែបន្លាខានញ៉ាំវាយូរហើយតាមច្បាប់ចាស់យកហើយមិត្តភ័ក្តិឲ្យទីនេះឃើញខ្យងងាវយៈមួយប៉ុន្តែមិនសូវធំទេមិនដឹងថានៅអេស៊ីបគេហូបវាឬអត់ទេទីនេះមានខ្យងមួយទៀតចាំបន្តិចនៅខាងក្រោមវាឲ្យកុំជ្រុះតូចេញមកយ៉ាងលេចធ្លោយកហើយសម្បកខ្យងនេះអាចយកធ្វើជាគំរូតុបតាំងបានទីនេះមានឆ្លុះសមុទ្រមួយរូបរាងបែបនេះតើជាប្រភេទអ្វីទៅថតមួយប៉ុស្តិ៍ស្រាវជ្រាវសិនទើបតែដូរទូរស័ព្ទថ្មីថតច្បាស់ល្អណាស់គួរឲ្យស្ដាយណាស់មិត្តភ័ក្តិទីនេះឃើញខ្យងពីង2មើលទៅដូចជាសម្បកទេព្រះអើយសង្ឃឹមថាមួយសន្ទុះទៀតខ្ញុំនឹងរកឃើញធំជាងនេះទីនេះហាក់ដូចជាមានខ្យងបន្លាមួយអូជាខ្យងបន្លាមែនធំបែបនេះឃើញខ្យងនេះហើយខ្ញុំដឹងថាត្រូវធ្វើម្ហូបយ៉ាងម៉េចហើយចាំបន្តិចខ្ញុំនឹងយកទៅដុតអំបិលរកចាប់ឲ្យច្រើនបន្តិចសិនទីនេះមានក្តាមសមុទ្រទម្លាក់ខ្លួនមួយទៀតចាំមើលតើខ្ញុំអាចចាប់វាបានទេចេញមកក្តាមនេះមិនក៏មានដង្កៀបតូចម្លេះហើយពណ៌ក្រហមទៀតឬថាក្តាមប្រភេទនេះរសជាតិវាដូចក្តាមរំអញ្ចឹងប្រភេទនេះនៅមាត់ច្រាំងក៏មានច្រើនដែរខ្ញុំនឹងចាប់មួយធំនេះទៅភ្លក់សិនមិត្តភ័ក្តិឲ្យទីនេះរកឃើញខ្យងមានពីសាហាវមួយនាំអ្នកទាំងអស់គ្នាមើលបន្តិចគឺមួយនេះមិត្តភ័ក្តិនេះជា Corn snail អ្នកមើលក្រឡានៅលើខ្លួនវាចុះស្អាតណាស់នេះគឺជាមាត់របស់វាដែលបាញ់ពីត្រូវតែប្រយ័ត្នមួយនេះយើងមិនយកទេយើងកាន់វាស្រាលប្រយ័ត្នប្រយែងកាន់ពីខាងគូតវាមិនអីទេបោះវាចូលទៅវិញនេះហើយទើបហៅថាសេរីភាពអាហារសមុទ្រអ្នកមើលចុះទីនេះមានខ្យងបន្លាមួយទីនេះមានមួយទៀតខាងនេះក៏នៅមានទៀតបីហើយខាងនោះក៏មានទៀតខ្ញុំមើលមួយផ្លែតដូចជាការរើសសម្រាមអញ្ចឹងទីនេះមាន4ចាប់លេងក៏បានខ្យងបន្លាច្រើនដែរគ្រប់គ្រាន់ហើយយើងត្រឡប់ទៅវិញទៅធ្វើម្ហូបញ៉ាំព្រោះយប់ឡើងត្រូវចុះសមុទ្រទៀតត្រឹមតែមួយសន្ទុះចាប់បានខ្យងបន្លាចិត្ត20រដីយាវហើមួយនិងខ្យងធំមួយវិវត្តដល់កម្រិតនេះទៅហើយនៅតែត្រូវបានខ្ញុំរកឃើញទៀតខ្ញុំពូកែទេតែក្តាមសមុទ្រនោះមិនដឹងបាត់ទៅណាទេរកមិនឃើញសោះប្រហែលជារត់បាត់ហើយឥឡូវយើងចាប់ផ្ដើមធ្វើខ្យងបន្លាដុតអំបិលអំបាញ់មិញនៅមាត់ច្រាំងឃើញសម្បកខ្យងពីងច្រើនណាស់យកមកធ្វើជាចង្ក្រានគួរឲ្យស្ដាយដែលខ្ញុំមិនបានរកឃើញខ្យងពីងរស់សំបីមួយមិត្តភ័ក្តិឲ្យអស់នៅទីនេះពិបាករកណាស់ដែលយូរណាស់ទើបរកបានបន្តិចនេះប្រើតាមមានតាមបានទៅចុះចាក់អំបិលចូលទៅមុនមើលទៅដាក់មិនបានប៉ុន្មានទេ
កូនតូចនេះក៏ដុតអំបិលចូលគ្នាទៅចុះចុងក្រោយគ្រប់គម្របឆ្នាំងយ៉ាប់ហើយឆ្លុកខ្លាំងណាស់ឆ្លៀតពេលកំពុងចំអិនខ្ញុំនឹងទៅដំឡើងតង់មុននេះមិនហ៊ានដំឡើងទេព្រោះក្តៅពេកមួយផ្លែតអត់បានមើលដូចជាខ្លោចបាត់ហើយក៏មិនអាក្រក់ដែររដូវយូរហឺនេះដុតចេញមកមិនក៏ក្រហមឆ្អៅបែបនេះអញ្ចឹងញ៉ាំវាមុនគេទៅចុះឆ្ងាញ់កូនតូចនេះហាមសាច់រដូវយូរហឺតូចនេះស្វិតឆ្ងាញ់ល្អណាស់ឥឡូវមកញ៉ាំខ្យងបន្លាវិញម្ដងរឿងញ៉ាំខ្យងនេះខ្ញុំជំនាញណាស់ចេញមកលាមកនៅខាងក្រោយត្រូវតែបេះចោលហឹមស្រួយឆ្ងាញ់ណាស់ចេញមកហឹមខ្ញុំបានរកឃើញថាការដុតអំបិលពិតជាឆ្ងាញ់ជាងស្ងោរឬចំហុយទៅទៀតជាតិទឹករបស់វាគឺនៅផ្នែកខាងក្រៅត្រូវបានហួតអស់ប៉ុន្តែជាតិទឹកនៅខាងក្នុងនៅរក្សាដដែលដូច្នេះសាច់វាគឺឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់អស្ចារ្យមិត្តភក្តិឲ្យញ៉ាំឆ្អែតហើយឥឡូវខ្ញុំត្រូវចុះសមុទ្រទៀតហើយទៅរកអន្ទង់សមុទ្រដែលធំជាងផ្លូវតោះជូនពរខ្ញុំសំណាងល្អផងតោះសីតុណ្ហភាពទឹកនៅទីនេះបើប្រៀបធៀបនឹងមហាសមុទ្រអាត្លង់តិកពិតជាកក់ក្ដៅខ្លាំងណាស់ស្រួលខ្លួនណាស់ចាប់ផ្ដើមហើយណាសីតុណ្ហភាពទឹកនៅម៉ារ៉ុកគឺប្រហែល20អង្សាសេចំណែកសីតុណ្ហភាពទឹកនៅសមុទ្រក្រហមពេលនេះគឺប្រហែល28អង្សាសេខុសគ្នាឆ្ងាយណាស់សូម្បីតែជីវិតសត្វសមុទ្រក៏ខុសគ្នាស្រឡះដែរអូខេមិនបាច់និយាយច្រើនទេយើងចាប់ផ្ដើមហើយតាមបទពិសោធន៍ពីមុនរបស់ខ្ញុំអន្ទង់សមុទ្រចូលចិត្តរកចំណីតាមរូងថ្មប៉ព្រះទឹកដូច្នេះបន្ទាប់ពីចុះសមុទ្រខ្ញុំក៏ចាប់ផ្ដើមស្វែងរកនៅតាមរូងថ្មផ្សេងប៉ុន្តែហែលអស់មួយសន្ទុះហើយនៅតែមិនឃើញស្រមោលអន្ទង់សមុទ្រសោះពេលនោះក៏ឃើញបង្កងធំមួយបង្កងនៅសមុទ្រក្រហមនេះខ្ញុំមិនទាន់បានញ៉ាំទេដូច្នេះត្រូវតែចាប់មួយយកទៅភ្លក់យកហើយអាយ៉ាបង្កងមួយអំបាញ់មិញគឺជាបង្កងមានពងអាមានពងនេះគឺលេងវិញហើយអូខេរកបន្តទៀតយ៉ាងហោចណាស់ក៏ឲ្យខ្ញុំដឹងថាសមុទ្រក្រហមនេះក៏មានបង្កងដែរហេហេអស្ចារ្យណាស់រកបន្តទៀតពេលបន្ទាប់មកទៀតអន្ទង់សមុទ្រធំរកមិនឃើញសោះបែរជាឃើញអន្ទង់តូចជាច្រើនទៅវិញប៉ុន្តែទំហំបែបនេះមិនមែនជាគោលដៅរបស់ខ្ញុំតតែសោះដូច្នេះយើងត្រឹមតែមើលបានហើយអាល្អិតនេះតូចពេកហើយប្រហែលប៉ុនម្រាមដៃខ្ញុំនេះទេរកអាធំមិត្តភក្តិឲ្យសមុទ្រក្រហមគឺពិតជាសមុទ្រក្រហមមែនកំពុងតែរកមិននឹកស្មានថាឃើញត្រីថ្មធំបែបនេះសោះអាធំនេះនៅស្រុកចិនលក់បានយ៉ាងហោចណាស់ក៏រាប់ពាន់យ៉នដែរដូច្នេះចាំអង្កោទៀតចាត់ការវាទៅប៉ុន្តែបន្លានៅលើខ្នងវាគឺមានពីរខ្លាំងណាស់ពេលចាប់វាត្រូវតែប្រយ័ត្នទ្វេដងឲ្យតែមិនប៉ះខ្នងរបស់ត្រីថ្មនេះគឺគ្មានបញ្ហាទេត្រីថ្មធំមែនទែនធ្ងន់ប៉ុន្មានគីឡូក៏មិនដឹងព្រះឲ្យអន្ទង់សមុទ្រធំរកមិនឃើញបែរជាឃើញវាទៅវិញចាំមើលខ្ញុំយកវាយ៉ាងម៉េចចំណាយពេលយូរគួរសមទើបយកវាដាក់ចូលបានទុកត្រីថ្មរួចមិនបានមួយសន្ទុះផងក៏ឃើញសត្វមួយកំពុងស៊ីផ្កាថ្មតែពេលខ្ញុំត្រឡប់ទៅវិញហើយស្រាវជ្រាវមើលទើបដឹងថាវាមិនមែនជាខ្យងទេតែជាប្រភេទសត្វសមុទ្រទំយ៉ាងស៊ីហាធំមួយប្រភេទអ្វីឲ្យប្រកាសខ្ញុំស្រាវជ្រាវមិនឃើញទេអីនេះឬខ្ញុំក៏ទើបតែធ្លាប់ឃើញលើកទី1ដែរពេញខ្លួនទន់ប៉ុន្តែស្អាតម្យ៉ាងដែរសំខាន់គឺវាទាមនៅលើផ្កាថ្មមិនដឹងថាវាស៊ីផ្កាថ្មយ៉ាងណាទេលែងវាទៅវិញទៅខ្ញុំក៏មិនស្គាល់ដែរត្រីកំពតមានច្រើនប្រភេទអ្នកទាំងអស់គ្នាធ្លាប់ឃើញញឹកញាប់ហើយប៉ុន្តែត្រីប្រអប់ធំបែបនេះប្រហែលជាកុំមកឃើញណាស់តាមអ៊ីនធឺណិតបើចង់ចាប់វាក៏ជារឿងងាយស្រួលបំផុតដែរនេះគឺជាត្រីប្រអប់សម្បកពេញខ្លួនវារឹងខ្លាំងណាស់ចាប់មួយផ្លែតក៏បានតែម្ដងវារត់ហើយដើមឡើយចង់ទាញយកមកលេងសិនទេអូខេមិត្តភក្តិជាទីស្រឡាញ់ខានញ៉ាំទូចាស់នេះយូរហើយយប់នេះសូមអនុញ្ញាតឲ្យខ្ញុំយកវាទៅចុះយ៉ាងណាមិញអន្ទង់សមុទ្ររបស់ខ្ញុំមកទល់ពេលនេះនៅមិនទាន់មានសង្ឃឹមនៅឡើយទេត្រីមួយក្បាលធំណាស់ធំខ្លាំងណាស់អន្ទង់សមុទ្រធំរកមិនឃើញបែរជាឃើញត្រីនេះមួយក្បាលទៅវិញយកហើយ
ទុកត្រីរួចខ្ញុំក៏ឃើញអណ្ដើកសមុទ្រធំមួយទៀតប៉ាន់ស្មានមើលទៅយ៉ាងហោចណាស់ក៏ជាង50គីឡូដែរសូម្បីតែត្រីទៀម Remora នៅលើស្នូកវាក៏ធំដែរអូអណ្ដើកសមុទ្រមួយក្បាលធំណាស់ហាក់ដូចជាអណ្ដើកក្រាស់ខ្ញុំមើលមិនសូវច្បាស់ទេអូធំណាស់ការពិតទៅចុងក្រោយនេះខ្ញុំស្ទើរតែបោះបង់ការស្វែងរកអន្ទង់សមុទ្រទៅហើយតែចៃដន្យអីពេលនេះបែរជារកឃើញអាធំមួយប៉ុន្តែមួយនេះមានមុខរបួសជាច្រើនកន្លែងនៅលើខ្លួនអន្ទង់សមុទ្រនេះមិនមែនគ្មានសត្រូវតាមធម្មជាតិទេចុះហេតុអ្វីបានជារបួសទៅវិញអាមិត្តភក្តិទាំងឡាយមើលទៅគឺឃើញមួយក្បាលទៅធំជាងកំពូលដៃទៅទៀតហាតែប្រកាសជាមិនធំជាងផ្លូវទេមិនអីទេយើងនៅតែទៅចាប់អាមួយណាដែលធំជាងផ្លូវអស់គ្រោកកន្លែងមួយទៀតពេលវេលាបន្ទាប់មកទៀតខ្ញុំក៏ឃើញខ្យងត្រែសមុទ្រមួយនេះនៅចំពោះមុខប៉ុន្តែវាគឺជាសត្វដែលស៊ីផ្កាយសមុទ្របន្លាដូច្នេះខ្ញុំគ្រាន់តែចង់រើសវាឡើងដើម្បីឲ្យអ្នកទាំងអស់គ្នាស្គាល់សង្ឃឹមថាពេលក្រោយបើអ្នកទាំងអស់គ្នាឃើញវាសូមមេត្តាកុំចាប់វាអីនៅតែលើវាខ្សាច់បែបនេះសំណាងហើយដែលជួបខ្ញុំបើអ្នកផ្សេងឃើញច្បាស់ជាគេយកទៅបាត់ហើយខ្ញុំមិនយកវាទេគឺលែងវាទៅវិញចុងក្រោយខ្ញុំដើររកមួយជុំតូចទៀតតែនៅតែមិនឃើញអន្ទង់សមុទ្រដែលធំជាងនេះដូច្នេះខ្ញុំសម្រេចចិត្តយកត្រីចម្រុះពណ៌មួយនេះនៅចំពោះមុខចុះរួចក៏បញ្ចប់ការងារព្រោះខ្ញុំខានញ៉ាំត្រីនេះយូរហើយដែរត្រីចម្រុះពណ៌មួយក្បាលត្រីនេះស្អាតណាស់មើលកន្ទុយរបស់វាវែងណាស់សាច់ត្រីប្រភេទនេះក៏ពិតជាយកហើយមិត្តភក្តិទាំងឡាយយប់នេះឃើញត្រីច្រើនមែនទែនតែបែរជាមិនឃើញអន្ទង់សមុទ្រសោះត្រឡប់ទៅវិញល្អជាងដើររកជាង1ម៉ោងហើយលទ្ធផលក៏មិនអាក្រក់ដែរអុកមកដល់មាត់ច្រាំងហើយវ៉ាពិតជាធំមែនទោះបីយប់នេះចាប់បានតែ3មុខប៉ុន្តែសាច់ត្រីនីមួយគឺផុយឆ្ងាញ់ណាស់ត្រីថ្មមួយនេះគឺធំបំផុតដែលខ្ញុំធ្លាប់ឃើញវ៉ាអ្នកមើលមាត់ដ៏ធំរបស់វាព្រះឲ្យតើវាអាចលេបត្រីបានប៉ុន្មានក្បាលទៅមកមើលបន្លាមានពីសរបស់វាទៀតមួយជួរនេះគឺសុទ្ធតែមានពីសមើលក្បាលពោះតូចរបស់វាមិនដឹងថាមានផ្ទុកសត្វសមុទ្រប៉ុន្មាននៅក្នុងនោះទេហាំប៉ោងខ្ញុំសឹងតែចំណាំមិនបានត្រីសេកមួយក្បាលធំបែបនេះហើយត្រីថ្មក៏ធំបែបនេះដែរអូអកកមើលរបស់កំហាញរួចហើយដាក់ចូលធុងទឹកកករបស់ខ្ញុំជារបស់ដែលល្អបំផុតសម្រាប់យប់នេះតោះមិត្តភក្តិទាំងឡាយទោះបីជាយប់នេះមិនបានឃើញអន្ទង់សមុទ្រដែលធំជាងផ្លូវក៏ដោយតែខ្ញុំមិនព្រួយបារម្ភតតែសោះព្រោះថ្ងៃស្អែកពេលថ្ងៃខ្ញុំមានវិធីជាច្រើនដើម្បីតាក់ទាញវាចេញមកបន្ទាប់មកនឹងចាប់វាឲ្យបានអញ្ចឹងខ្ញុំចូលដេកសិនហើយរីត្រីសួស្ដីមិត្តភក្តិទាំងឡាយអរុនសួស្ដីមិត្តភក្តិទាំងឡាយក្រោកពីព្រលឹមពេកដូច្នេះក៏មកស្ទូចត្រីលេងសិនមើលថាតើធនធាននៅទីនេះយ៉ាងម៉េចដែរអាចស្ទូចបានតែនៅទីនេះទេដើរចេញមិនរួចទេគិតថាមិនសូវងាយស្រួលស្ទូចទេត្រូវដើរទៅដល់ទីតាំងនោះទើបបានទឹកពេញហើយមានក៏មានអត់ក៏អត់ទៅបន្តទៀតមិនទាន់ស៊ីនុយទៀតធនធានល្អយ៉ាងនេះមិនទាន់បានបោះសន្ទូចផងជាប់បាត់ទៅហើយខ្លាចបំផុតគឺរឿងនេះឯងដឹងអញ្ចឹងមិនប្រើសន្ទូចដែរទេមិនស្ទូចទេទាញវាឡើងមកវិញទៅមិត្តភក្តិទាំងឡាយអាហារពេលព្រឹកញ៉ាំរួចរាល់ហើយឥឡូវនេះខ្ញុំត្រូវចេញដំណើរទៀតហើយទៅចាប់អន្ទង់សមុទ្រដែលធំជាងផ្លូវសង្ឃឹមថាថ្ងៃនេះមានសំណាងល្អចុះយប់មិញចុះសមុទ្រពាក់ឈុតកម្រាស់3មីលីម៉ែត្រនោះក្តៅចង់ងាប់ដូច្នេះថ្ងៃនេះពាក់អាវដៃខ្លីនេះវិញចាំមើលថាពេលចុះសមុទ្រមានអារម្មណ៍យ៉ាងណាចាប់ផ្ដើមតោះចាប់ផ្ដើមហើយមិត្តភក្តិទាំងឡាយមិត្តភក្តិទាំងឡាយពេលយប់មុជទឹកមិនសូវមានអារម្មណ៍អីទេតែពេលថ្ងៃនេះវិញគ្រាន់តែមុជចុះភ្លាមធ្វើឲ្យខ្ញុំរំភើបតែម្ដងទឹកសមុទ្រថ្លាអាចមើលឃើញច្បាស់មិនបាច់និយាយទេសូម្បីតែត្រីក៏មានច្រើនមែនទែនផ្ដួលមករកដាច់តែម្ដងសមុទ្រក្រហមគឺពិតជាសមុទ្រក្រហមមែនអស្ចារ្យណាស់អាចទទួលយកបានអុកឥឡូវខ្ញុំត្រូវបាញ់ត្រីមួយក្បាលសិនដើម្បីធ្វើជីនុយសម្រាប់ស្ទូចអន្ទង់សមុទ្រយកត្រីសមុទ្រក្រហមនៅចំពោះមុខនេះតែម្ដងពេញសមុទ្រសុទ្ធតែវាត្រីសមុទ្រក្រហមដ៏ស្រស់ស្អាតមួយក្បាល
ត្រីនេះមិនមែនយកមកញ៉ាំទេណាគឺយកមកធ្វើជានុយអន្ទាក់ព្រោះខ្ញុំបានយកសន្ទូចធំមួយមកដើម្បីស្ទូចអន្ទង់សមុទ្រដ៏កាចសាហាវនោះចាប់ផ្ដើមរៀបចំគឺប្រើផ្លែសន្ទូចមួយនេះពុកជាមួយខ្សែមុខនេះបន្ទាប់មកខ្ញុំបានហាន់សាច់ត្រីមួយដុំរួចថ្ពក់សាច់ត្រីនិងផ្លែសន្ទូចដើម្បីការពារកុំឲ្យអន្ទង់សមុទ្ររត់រួចពេលស៊ីនុយខ្ញុំក៏បានចងខ្សែសន្ទូចភ្ជាប់នឹងថ្មប៉ព្រះទឹកតូចមួយអ្វីដែលនៅសល់គឺទុកឲ្យពេលវេលាជាអ្នកចាត់ចែងមិត្តភ័ក្តិទាំងឡាយអន្ទាក់ត្រីយើងបានដាក់រួចរាល់ហើយដើម្បីឲ្យកាន់តែច្បាស់ខ្ញុំគិតថាគួរតែបាញ់ត្រីមួយឬពីរក្បាលទៀតដាក់ក្នុងថង់សំណាញ់បន្ទាប់មកហែមួយជុំវិញផ្កាថ្មធ្វើបែបនេះដើម្បីមើលថាតើអាចតាក់ទាញអន្ទង់សមុទ្រឲ្យចេញមកក្រៅបានដែរឬទេបើវាចេញមកនឹងប្រើកាំភ្លើងបាញ់ត្រីបាញ់វាតែម្ដងវិធីច្រើនឱកាសក៏មានច្រើនដែរចាប់ផ្ដើមមែនហើយមិត្តភ័ក្តិទាំងឡាយខ្ញុំមិនអាចសង្ឃឹមតែលើផ្លែសន្ទូចនេះទេព្រោះទីតាំងដែលត្រូវរុករកថ្ងៃនេះធំធេងពេកត្រូវតែប្រើវិធីទី2តោះនិយាយហើយគឺធ្វើតែម្ដងចៃដន្យអីឃើញត្រីក្របីកន្ទុយស្វាមួយក្បាលនៅមុខលាក់ខ្លួនក្នុងរូងថ្មនេះយកវានឹងហើយកាំភ្លើងបាញ់ត្រីដែលកំពុងប្រើនេះតាមពិតគឺទិញនៅម៉ារ៉ុកទេតែធ្លាប់បាញ់បានតែម្ដងគត់ដូច្នេះភាពសុក្រិតនិងកម្លាំងរបស់វាគឺអស្ចារ្យណាស់ចាប់បានត្រីក្របីកន្ទុយស្វាមួយក្បាលត្រីនេះស្អាតណាស់សង្ឃឹមថាអន្ទង់សមុទ្រនឹងចូលចិត្តវាយ៉ាងណាមិញខ្ញុំគឺចូលចិត្តវាខ្លាំងណាស់អុកបន្តបាញ់មួយក្បាលទៀតបន្ទាប់ពីទុកត្រីក្របីកន្ទុយស្វារួចខ្ញុំឃើញថង់សម្រាមមួយពីចម្ងាយចាំអង្កោទៀតយកតែម្ដងមុននេះខ្ញុំស្មានតែជាថង់ប្លាស្ទិករៀបនឹងហែមករើតែពេលមកដល់ចិត្តមើលទៅវាមិនមែនទេគិតថាប្រហែលជាពងរបស់ត្រីអ្វីមួយទេដើម្បីបញ្ចប់ការងារឲ្យបានលឿនត្រីចុងក្រោយមួយនេះខ្ញុំនៅតែជ្រើសរើសយកត្រីសមុទ្រក្រហមទៅដល់ណាក៏ឃើញវាដែរបើអ្នកថ្មីថ្មោងមកមុជបាញ់ត្រីវិញច្បាស់ជាបាញ់សបាយដៃមិនខានបានត្រីសមុទ្រក្រហមមួយក្បាលទៀតបន្ទាប់ពីដាក់ត្រីចូលថង់រួចខ្ញុំក៏ចាប់ផ្ដើមប្រើវិធីរំកិលនុយតាក់ទាញតែម្ដងតែសាកល្បងមួយសន្ទុះធំហើយនៅតែមិនឃើញដានអន្ទង់សមុទ្រសោះដូច្នេះខ្ញុំបដូរយុទ្ធសាស្ត្រភ្លាមរើសយកដុំផ្កាថ្មមួយដុំរួចដាក់ចូលក្នុងថង់សំណាញ់ហើយទម្លាក់ខ្សែបន្ថែម 2-3 ម៉ែត្រទៀតធ្វើបែបនេះក្លិនឆ្អាបឈាមត្រីនិងរសាត់ចូលទៅតាមផ្កាថ្មផ្សេងបន្ទាប់មកខ្ញុំក៏ហែទៅកាន់កន្លែងដែលដាក់អន្ទាក់ពីមុនគិតថាក្រែងលោមានរឿងគួរឲ្យភ្ញាក់ផ្អើលអីតែការពិតគឺតែងតែខុសខើគឺគ្មានអ្វីទាំងអស់មិននឹកស្មានថាមិនស៊ីនុយសោះពិតជាគួរឲ្យស្ដាយណាស់ចុងក្រោយខ្ញុំនៅតែមិនអស់ចិត្តក៏ចំណាយពេលកន្លះម៉ោងទៀតលើវិធីទី2ប៉ុន្តែលើកនេះខ្ញុំកែសម្រួលវាបន្តិចមុននេះខ្ញុំហែបណ្ដាមើលបណ្ដារកបណ្ដាឥឡូវនេះខ្ញុំនឹងឈប់នៅកន្លែងដែលមានផ្កាថ្មច្រើនរួចរងចាំនៅទីនោះប៉ុន្មាននាទីបើគ្មានសកម្មភាពទេទើបបដូរកន្លែងបន្តទៀតដោយការគិតមែនពេលបដូរមកដល់ចំណុចទី3ស្រាប់តែលេចមុខអន្ទង់សមុទ្រមួយក្បាលប៉ុន្តែពេលខ្ញុំទៅមើលចិត្តគឺនៅតែជាអាមួយដែលឃើញយប់មិញដដែលលើខ្លួនសុទ្ធតែស្នាមរបួសអន្ទង់សមុទ្រមួយនេះគឺគ្រាន់តែធំជាងដាំដៃខ្ញុំបន្តិចប៉ុណ្ណោះខណៈពេលដែលខ្ញុំកំពុងស្ទាក់ស្ទើរថាតើគួរបាញ់ឬអត់ស្រាប់តែមានមួយក្បាលទៀតលេចចេញពីផ្កាថ្មក្បែរនោះអាមួយនេះមើលទៅធំជាងយ៉ាងច្បាស់ហើយពេលនេះវាកំពុងបើកមាត់បញ្ចេញចង្កូមសម្លឹងមកខ្ញុំនឹងប្រាប់ឲ្យវាដឹងភ្លាមថាអ្វីទៅជាសុបិនអាក្រក់ឃើញមួយក្បាលទៀតហើយធំជាងអាមុនទៅទៀតទោះបីជាមិនធំប៉ុនផ្លូវប៉ុន្តែសម្រាប់ខ្ញុំប៉ុណ្ណឹងគឺអាចយកបានហើយព្រោះរកមិនឃើញរកយូរណាស់មកហើយបាញ់វានឹងឯងតោះបន្ទាប់មកខ្ញុំក៏ទាញកៅស៊ូកាំភ្លើងបាញ់ត្រីភ្លាមមួយចុះម្ដងទៀតបន្ទាប់ពីតម្រង់គោលដៅរួចក៏បាញ់មួយគ្រាប់ដែលទន្ទឹងរង់ចាំជាយូរមកនេះដោយមិនស្ទាក់ស្ទើរបាញ់ត្រូវហើយព្រះឲ្យធំណាស់ខ្ញុំខ្លាចវាខាំទីបំផុតបាញ់បានហើយមិត្តភក្តិទាំងឡាយសប្បាយចិត្តណាស់ឥឡូវខ្ញុំត្រូវទាញវាទៅមាត់ច្រាំងនៅក្នុងសមុទ្របើវារើច្បាស់ជាត្រូវវាខាំមួយម៉ាត់មិនខានព្រះឲ្យសាច់ច្បាស់ជារបូតជាដុំមិនខានតោះនៅតាមផ្លូវត្រឡប់ទៅវិញដើម្បីការពារកុំឲ្យអន្ទង់សមុទ្រនេះខាំខ្ញុំសម្រេចចិត្តហែលផ្ងាក្រោយទៅវិញទោះបីជាហត់ជាងបន្តិចប៉ុន្តែសុវត្ថិភាពជាចម្បងវ៉ាឯងពិតជាបាញ់វាបានមែនត្រូវហើយធំបែបនេះចាក់វាមួយកាំបិតចំកណ្ដាលក្បាលមុននេះខ្ញុំស្មានតែមិនធំប៉ុនផ្លូវមើលទៅប្រហាក់ប្រហែលគ្នាធ្ងន់ណាស់មួយនេះគ
គិតថាប្រហែលជាង10គីឡូខ្ញុំសឹងតែលើកលែងរួចទៅហើយว่าเลิกมันរួចទេមិនមែនเลิกมันរួចធម្មតាទេអ្នកមើលក្រឡានៅលើខ្លួនវាគឺបែបនេះពេញខ្លួនសុទ្ធតែអុចនេះគួរតែជារនដង្ហើមរបស់វាអ្នកមើលវានៅតែព្រោះទឹកចេញមកអីយ៉ាឥឡូវយើងត្រឡប់ទៅធ្វើម្ហូបញ៉ាំវិញល្អណាស់អាមួយនេះមិត្តភក្តិទាំងឡាយអន្ទង់សមុទ្រនេះធំពេកខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមពីណាមុនទេមិនក៏ស្បែកក្រាស់ម្លេះព្រះអើយនេះគិតថាប្រហែលជាភ្លោករបស់អន្ទង់សមុទ្រតូចយ៉ាងនេះសាច់ងាយស្រួលហាន់តែស្បែកពិបាកហាន់ណាស់ក្បាលអន្ទង់សមុទ្រនេះខ្ញុំមិនយកទេព្រោះខ្ញុំមិនចូលចិត្តញ៉ាំវាសាច់នៅលើខ្លួនវាគឺល្អបំផុតបោះចោលហើយត្រឹមតែមួយកង់តូចមានសាច់ច្រើនយ៉ាងនេះមួយកង់ដែលសនេះខ្ញុំនឹងយកទៅផ្ទះដើម្បីញ៉ាំមិត្តភក្តិទាំងឡាយអន្ទង់សមុទ្រនេះបើរៀបចំមិនបានល្អគឺនឹងមានក្លិនឆ្អាបមិនខានជាទូទៅខ្ញុំតែងតែស្រុះទឹកក្តៅសិនបន្ទាប់មកកោសទឹករំអិលនៅលើស្បែកចេញរួចដាក់ចូលខ្ទះចៀនកាន់តែយូរកាន់តែល្អចុងក្រោយទើបដាក់ខ្ញីខ្ទឹមបារាំងខ្ទឹមស្នឹងគ្រឿងទេសចូលថ្ងៃនេះខ្ញុំប្រើគ្រឿងផ្សំសម្រាប់ធ្វើទាស្រាបៀរឆ្អិនហើយវ៉ាឈ្ងុយណាស់មើលទៅគួរឲ្យចង់ញ៉ាំណាស់មិត្តភក្តិទាំងឡាយស្ដាយដែលមិនបានហាន់ជាដុំតូចពេកញ៉ាំឥឡូវនេះគឺពិបាកណាស់យ៉ាងម៉េចហើយធំយ៉ាងនេះឆ្ងាញ់ណាស់ស្បែករបស់វាគឺស្វិតទំពាឆ្ងាញ់ហាក់ដូចជាជាប់ធ្មេញអញ្ចឹងហើយសាច់របស់វាគឺហាប់ណែនល្អណាស់ដូច្នេះពេលខ្ញុំខំមួយម៉ាត់អាចញ៉ាំទាំងស្បែកនិងស្រទាប់កូឡាជែនរបស់វាគឺមានទាំងទន់និងស្វិតថ្ងៃនេះប្រហែលជាមានជំនួយពីគ្រឿងទេសរបស់ខ្ញុំទើបខ្ញុំមានអារម្មណ៍ថាឆ្ងាញ់ប្លែកខ្ញុំចាំថាការញ៉ាំនៅអ៊ូម៉ង់គឺមិនឆ្ងាញ់យ៉ាងនេះទេហាហារកមើលភ្លោកត្រីបន្តិចភ្លោកត្រីណែណាទីនេះវ៉ាភ្លោកត្រីនេះអន្ទង់សមុទ្រធំយ៉ាងនេះមានភ្លោកត្រីតែបន្តិចប៉ុណ្ណឹងអ្នកអាចញ៉ាំដឹងថាវាពោពេញទៅដោយជាតិកូឡាជែនភ្លោកត្រីនេះទោះបីជាមាន18ទៀតក៏ខ្ញុំញ៉ាំអស់ដែរពេលនេះបើសិនជាមានបាយជាមួយចានគឺល្អបំផុតព្រោះអន្ទង់សមុទ្រនេះឈ្ងុយណាស់អាចជួយបន្សាបជាតិខ្លាញ់បានមិត្តភក្តិទាំងឡាយឥឡូវនេះមាត់ខ្ញុំគឺទាំងស្ពឹកនិងហឹរអន្ទង់សមុទ្រថ្ងៃនេះគឺហៅថាហឹរស្ពឹកឆ្ងាញ់ពិសាអញ្ចឹងវីដេអូថ្ងៃនេះគឺមានត្រឹមនេះមិត្តភក្តិដែលចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like ជួយ subscribe និង comment ផងបាយបាយ